ជួបគ្នាម្ដងទៀតហើយជាមួយនឹងចំណុចសំខាន់មួយចំនួនដែលខ្ញុំជាអ្នកផលិតវីដេអូម្នាក់ជាមួយនឹង ADC Online Bookstore លើកមកជូនលោកអ្នកទាំងអស់គ្នាស្ដាប់ដើម្បីអភិវឌ្ឍខ្លួនឯងចាវាមាន9ចំណុចសម្រាប់ថ្ងៃនេះគឺជាពិសេសគឺរៀបរៀងឡើងសម្រាប់និស្សិតឬក៏សិស្សដែលកំពុងតែរៀននៅថ្នាក់បញ្ចប់ហើយត្រៀមខ្លួនខ្លាចជាមនុស្សម្នាក់ដែលមានជាមនុស្សម្នាក់ផ្ដល់ជាប្រយោជន៍ក្នុងសង្គមទី1ខ្ញុំសូមប្រាប់ចំណងជើងថ្ងៃនេះគឺយើងនិយាយអំពី9គន្លឹះដែលជាចំណុចដែលល្អដើម្បីខ្លាយខ្លួនទៅជាអ្នកអាជីពណាម្នាក់ទី1ការត្រូវមានគោលដៅខ្លួនឯងថារៀនចប់ខ្លួនឯងខ្លាចជាអ្នកណាត្រូវដឹងថាគោលដៅហ្នឹងវាដើររលូនយ៉ាងណាហើយយើងត្រូវធ្វើយ៉ាងម៉េចខ្លះដើម្បីដល់គោលដៅហ្នឹងទី2គឺត្រូវតែតាមដាននៃការអភិវឌ្ឍខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃអាចមានជា journal ឬក៏ជា diary ដែលបានន័យជាភាសាខ្មែរថា not head ដែលយើងអាចសរសេរទុកដើម្បីតាមដាននៃការអភិវឌ្ឍខ្លួនដល់ណាទៅហើយទី3ការរៀបចំគម្រោងគឺសំខាន់ដោយសារតែយើងចង់ដឹងថាថ្ងៃនេះហើយបានបំពេញការងារនេះហើយថ្ងៃស្អែកបំពេញការងារគេទៀតថ្ងៃស្អែកបន្តទៀតបំពេញការងារអីហើយមួយឆ្នាំមួយខែបំពេញការងារគេខ្លះរក្សាភាពវិជ្ជមានក្នុងខ្លួនបើសិនជាអត់មានភាពវិជ្ជមានយើងតែងតែគិតអវិជ្ជមាននឹងយើងអត់ដើរដល់ទៅមុខទេត្រូវរក្សាភាពវិជ្ជមានក្នុងខ្លួនដើម្បីដោះស្រាយបញ្ហានឹងឲ្យបានដល់យ៉ាងងាយស្រួលបញ្ហាអីក៏យើងដោះស្រាយបានដែរជឿខ្ញុំទៅចោះបើសិនជាយើងមានភាពវិជ្ជមានបន្តទៅមុខទៀតចំណុចទី5គឺការរិះគិតអំពីសកម្មភាពនឹងយើងធ្វើថ្ងៃនេះហើយថ្ងៃស្អែកវាមានការអភិវឌ្ឍខ្លួនយ៉ាងណាទៅហើយបើមានចេះការរិះគិតអំពីសកម្មភាពដែលយើងបានបំពេញយើងឲ្យមានថាកន្លែងមួយសម្រាប់ឲ្យយើងបំពេញនៅទឹកចាក់នៅលើរុក្ខជាតិរបស់យើងអ្វីដែលយើងខ្វះខាតហើយដើម្បីឲ្យធ្វើថ្ងៃស្អែកវាពេញលេញទៅតាមអ្វីដែលយើងត្រូវការមួយគឺយើងរក្សាភាពអត់ធន់ត្រជាក់ចិត្តជាមួយនឹងកិច្ចការដែលយើងបំពេញបើមិនជាយើងអត់មានភាពត្រជាក់ចិត្តក្នុងខ្លួនវាអាចធ្វើឲ្យយើងកំពុកបន់ឬក៏ធ្វើឲ្យការថែទាំសួនរបស់យើងនឹងខ្លាចជាផេះផង់សំខាន់មែនទែនដែលអ្នកទាំងអស់គ្នាមិនថាខ្ញុំក៏ត្រូវតែរក្សាភាពកំហឹងនៅក្នុងខ្លួនផងដែរដោយសារតែខ្ញុំគិតថាចេះបើយើងខិតខំរស់ស៊ីបានដល់ប៉ុណ្្នឹងហើយយើងត្រូវតែរក្សាអ្វីដែលយើងខិតខំរកបានបើមិនជាខឹងមកច្រើនវាអាចនឹងខ្ទេចទៅវិញអញ្ចឹងសំខាន់មែនទែនដែលត្រូវចេះសមាធិរក្សាភាពត្រជាក់ចិត្តក្នុងខ្លួនដើម្បីដោះស្រាយបញ្ហាបន្តទៅចំណុចបន្តទៀតគឺនិយាយអំពីការទំនាក់ទំនងការតាក់ទងទំនាក់ទំនងជាមួយអ្នកដទៃយើងត្រូវចេះយកពេលវេលាឱកាសមាសឱកាសប្រាក់យកទៅដោះដូរដើម្បីឲ្យអ្នកដទៃស្គាល់អំពីយើងស្គាល់ពីអ្នកដទៃដើម្បីសិក្សាខ្លួនឯងទៅវិញទៅមកនៅពេលដែលយើងចេះស្គាល់អ្នកដែលមានអាជីពដូចយើងណាយើងអាចសិក្សាពីគាត់យកច្បាច់យកគន្លឹះដែលច្បាច់យកព័ត៌មានឬក៏គន្លឹះដែលគាត់និយាយជាមួយយើងយកមកអនុវត្តលើខ្លួនឯងឬក៏អាជីពខ្លួនឯងដើម្បីឲ្យខ្លួនឯងរីកចម្រើនទៅខាងមុខបន្តទៅចំណុចផ្សេងទៀតត្រូវដឹងអំពីចំណុចខ្លាំងខ្លួនឯងដូចជាម៉ូតូដែលបើអត់ដឹងពីចំណុចខ្លាំងខ្លួនឯងដូចជាម៉ូតូអត់សាំងនៅពេលដែលម៉ូតូអត់សាំងយើងអត់ទៅមុខទេជិះអត់ទៅមុខទី9គឺនិយាយអំពីការរក្សាខ្លួនឲ្យក្លាយជាមនុស្សម្នាក់ដែលអាចអភិវឌ្ឍចេះតែអភិវឌ្ឍទៅមុខរហូតនៅពេលដែលយើងគឺថាអញ្ចឹងនៅពេលដែលយើងកំណត់ថាខ្លួនឯងអភិវឌ្ឍបានត្រឹមហ្នឹងបានន័យថាយើងអត់លូតលាស់តទៅមុខទៀតទេវាជារឿងមួយដែលបិទចិត្តនៃការអភិវឌ្ឍខ្លួនឯងហើយខួរក្បាលខ្លួនឯងមែនតើត្រូវតែបើកចិត្តឲ្យទូលាយដើម្បីទទួលបានការអភិវឌ្ឍតទៅមុខទៀតវាដូចជាទឹកអញ្ចឹងដូចជាទឹកដែលហូររហូតណាបើសិនយើងកំណត់ដូចប្រាក់ខែខាងឲ្យទៅប៉ុណ្ណេះណាមិនឲ្យទៅប៉ុណ្ណេះអញ្ចឹងទៅប៉ុណ្ណេះអញលេងខ្វល់អំពីអនាគតហើយកុំគិតអញ្ចឹងយើងត្រូវគិតថាទឹកហូររហូតដូចជាលុយអញ្ចឹងលុយយើងអាចយកអ្វីដែលជាសាច់ប្រាក់ឬក៏ប្រាក់ខែដែលមេបានឲ្យនឹងយកឲ្យវាប្រែខែទៅជាអ្វីមួយដែលមានប្រយោជន៍នោះបានន័យថាលុយយើងក៏កាន់ដែរយើងអាចយកទៅ
វិនិយោគខ្លាយទៅជាអាជីពរបស់រស់ស៊ីមួយឬក៏អាជីវកម្មអ្វីមួយដែលយើងអាចធ្វើបានងាយប្រើគំនិតរិះគិតឲ្យមានភាពវៃឆ្លាតឲ្យមានភាពច្នៃប្រឌិតជាមួយនឹងលុយក៏កើនដូចទឹកហូរដូចទឹកអញ្ចឹងចំពោះ9ចំណុចដែលជាគន្លឹះល្អសម្រាប់ឲ្យខ្លួនឯងក្លាយជាមនុស្សម្នាក់ដែលមានអាជីពរឹងមាំគឺមានតែប៉ុណ្ណឹងយើងខ្ញុំសង្ឃឹមថាវាជួយមែនតើសម្រាប់កូនសិស្សឬក៏និស្សិតដែលកំពុងរៀនឬក៏សិស្សនៅថ្នាក់បញ្ចប់នៃឆ្នាំបញ្ចប់នៃការសិក្សាយកទៅរិះឲ្យបានដឹងច្បាស់ថាវាជួយខ្លាំងយ៉ាងណានៅថ្ងៃខាងមុខអញ្ចឹងខ្ញុំសូមឲ្យថាជួបគ្នាជាមួយនឹងវីដេអូខាងមុខតទៀតដែលប្រកបដោយការអភិវឌ្ឍខ្លួនឯងមិនថាវីដេអូអីក៏យើងនឹងព្យាយាមរកជូនឲ្យលោកអ្នកសម្រាប់វីដេអូពេលនេះគឺមានតែប៉ុណ្្នឹងទេនាងខ្ញុំស្រីណាជាអ្នកផលិតមាតិកាមួយជាមួយនឹង ADC Online Bookstore សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូលើកក្រោយ